ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសេចក្តីប្រកាសព័ត៌មានមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងឆ្នាំ2025និងគាំទ្រគម្រោងនៃកិច្ចសហប្រតិបត្តិការចំនួន11នៅកម្ពុជាអាដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងអាដាមវ៉ាងវិនពីនឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងឆ្នាំ2025ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី17ខែកញ្ញាឆ្នាំ2025នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងឆ្នាំ2025គម្រោងកម្ពុជាសរុបចំនួន11នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលមានទឹកប្រាក់ប្រមាណ2លាន5សែនដុល្លារអាមេរិកគម្រោងទាំងនោះនឹងផ្ដល់ផលប្រយោជន៍ជាច្រើននៅតាមវិស័យផ្សេងៗរួមមានទេសចរណ៍សុខាភិបាលកសិកម្មការអភិរក្សនិងការស្ដារឡើងវិញនៅតំបន់វប្បធម៌ការអភិវឌ្ឍសហគ្រិនភាពស្ត្រីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈការលើកកម្ពស់ផលិតភាពនិងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូធុនតូចនិងមធ្យមនិងការលុបបំបាត់ព័ត៌មានคล้ายៗក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងគួរកត់សម្គាល់ផងដែរថាក្នុងរយៈពេល10ឆ្នាំកន្លងមកនេះមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងបានផ្ដល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងចំនួន95នៅកម្ពុជាការអនុវត្តគំនិតផ្ដួចផ្ដើមសហការទាំងនេះបង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជានិងចិនដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាពវិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្ដាប្រទេសមេគង្គឡានឆាងទាំងអស់ថ្ងៃពុធ10រោចខែភទ្របទឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ទីក្រុងភ្នំពេញថ្ងៃទី17ខែកញ្ញាឆ្នាំ2025